នេះជាវិឡាបែប classic ដែលបងប្អូនអាចសាងសង់ចាប់ពីកញ្ចប់លុយ 40,000 ក្រាស់ឡើងទៅហើយទៀតអាចសាងសង់ចាប់ពីទំហំ 6x12 តែនេះជាក់ស្ដែងខ្ញុំគូក្នុងទំហំ 7x13 តម្លៃចូលជិត 60,000 រួមទាំងការងារបុកគ្រឹះហើយផ្ទះនេះបើតាមដែលខ្ញុំរៀបចំនេះយើងអត់រួមជាមួយនឹងការងារផ្ទះបាយតទៅខាងក្រោយទេផ្ទះនេះជាប្រភេទប្លង់សេឡាវទឿខាងក្រោមអាចរៀបបានបន្ទប់គេង1ខាងលើអាចបាន2ទៅក៏3តាមទំហំផ្ទះដែរបន្ទប់ទឹកត្រឹម2បន្ទប់ទូភ្ញៀវហើយនឹងផ្ទះបាយតម្លៃដែលខ្ញុំដាក់ខាងលើនេះគឺជាតម្លៃដែលយើងរួមនឹងការងារបុកគ្រឹះមកហើយម្ចាស់ផ្ទះចាំទៅកាន់ចូលចូលនៅហើយផ្ទះនេះសស្អាតមែនទែនបងប្អូនតើមានម្ចាស់ទេជាម៉ូដថ្មីដែលខ្ញុំបាន design ហើយសម្រាប់បងប្អូនដែលមានបំណងសាងសង់អាចទាក់ទងតាមរយៈលេខទូរស័ព្ទឬក៏ Telegram ដែលខ្ញុំដាក់ជូនខាងលើវីដេអូបានចឹងទ្វារខាងមុខយើងប្រើជាប្រភេទទ្វារឈើក្នុងបន្ទប់គេងបន្ទប់ទឹកយើងប្រើជាប្រភេទទ្វារសុវត្ថិភាពផ្ទះនេះបែបជា classic មានជ្រីជ្រុងច្រើនសមមែនទែនសម្រាប់បងប្អូនដែលឆ្លាញ់ប្រភេទផ្ទះបែបជ្រីជ្រុងច្រើនហើយស្អាតផ្ទះហ្នឹងបែបតនសម័យទោះបី 3 4 5 ឆ្នាំ 10 ឆ្នាំទៅមុខទៀតក៏ផ្ទះនេះនៅតែស្អាតដែរវាទៅតាមម៉ូដក្នុងការដែលយើង design ដែរបងប្អូនព្រោះផ្ទះយើងសាងសង់តែម្ដងទេយើងមិនសាងសង់ច្រើនដងទេអញ្ចឹងអាចរើសម៉ូដប្រភេទណាដែលអាចស្អាតហើយទាន់សម័យស្អាតបានយូរតម្លៃចូលជិត 60,000 ឬក៏ 40,000 ក្រាស់នេះក៏បងប្អូនអាចអេដខាងមុខជាប្រភេទទ្វារសុវត្ថិភាពបានដែរព្រោះទូទៅដោយសារទ្វារឈើវាស្រកតិចរួមច្រើនអញ្ចឹងខ្ញុំ recommend ឲ្យប្រើប្រភេទទ្វារសុវត្ថិភាពគាត់ថាទ្វារសុវត្ថិភាពវារៀងថ្លៃបន្តិចណាហើយផ្ទះបាយខាងក្រោយនេះបងប្អូនចង់តក៏តបានដែរអាចតត្រឹម 3 ម៉ែត្របដោយ6 ម៉ែត្រក៏ 3 ម៉ែត្រគុណ 7 ម៉ែត្រអីទៅយើងចំណាយត្រឹម 5-6,000 បន្ថែមទៅលើការងារផ្ទះបាយហើយតម្លៃដែលខ្ញុំគិតនេះយើងប្រើប្រភេទទ្វារខាងមុខអាចប្រើទ្វារសុវត្ថិភាពក៏បានដែរហើយក៏រោជើងជាងមកទឹកមានសំណាញ់មូសមានអីតាមប្រួយហើយក៏ទឹកភ្លើងដីពេញបាត់ផ្ទះអីមកពួកខ្ញុំជាអ្នកចំណាយមកចប់ចាស់ផ្ទះចាំទៅកាន់សោចូលនៅណាហើយផ្ទះអីយើងប្រើ Big Smart Code ក្នុងក្រៅដែរដំបូងយើងប្រើក្បឿងស៊ីម៉ង់ក្រុមហ៊ុនបោះជីបម៉ង់ក្រុមហ៊ុនបោះខ្មែរយើងណាហើយពណ៌ដំបូងអាចរើសបានគាត់ថាយើងអាចកំណត់ទៅលើលក្ខខណ្ឌអីខ្លះៗបន្ថែមផ្ទះអីខ្ញុំប្រើថ្នាំឲ្យម្ចាស់ផ្ទះរើសមកស្រឡាញ់បងប្អូនក្នុងនៃការដែលមកការទូទៅទីតូននឹងពូភ្លើងទីតូននឹងចានគុណសម្រាប់បន្ទប់ទឹកអីផ្សេងៗអានឹងខ្ញុំឲ្យម្ចាស់ផ្ទះរើសអរគុណច្រើនកុំភ្លេចចុច like follow YouTube ខ្ញុំមួយផងអរគុណច្រើន